ខ្ញុំមើលទៅស្រស់ស្រាយណាស់តើមានរឿងអ្វីកើតឡើងតើអ្នកបានឃើញវាទេសត្វចម្លែកមនុស្សឈួតស្រីចំគួតឲ្យខ្ញុំឈ្មោះឧត្តមសេនីយ៍លីជាមេបញ្ជាការនៃភ្នំហ្វីនិកតើពួកគេហ៊ានប៉ុណ្ណាអាចច្រមុះតូចគុំឆ្លើយអីនេះជាប្រពន្ធរបស់ខ្ញុំត្រូវតែស្លាប់សូមអត់ទោសឲ្យខ្ញុំផងលោកស្រីកុំខ្លាចអីគាត់ឈ្មោះលីសានខ្ញុំបានរកឃើញគាត់នៅលើភ្នំក្រៅពីញ៉ាំច្រើននិងពូកែនិយាយគាត់គ្មានសមត្ថភាពអភិវឌ្ឍខ្លួនពិតប្រាកដទេដូច្នេះវាគឺជាលីសានតូចដែលកំពុងនិយាយហើយខ្ញុំថាឧត្តមសេនីយ៍លីមិនអីទេខ្ញុំយល់ហើយទៅសប្បាយទៅវាប្រលប់ណាស់ទៅហើយខ្ញុំនឹងទៅគេងមួយផ្លែតអ្នកដេកនៅទីនេះចុះខ្ញុំត្រូវដេកនៅណាជាការពិតខ្ញុំក៏នឹងគេងនៅទីនេះដែរយើងជាប្តីប្រពន្ធការដេកក្នុងបន្ទប់ដាច់ដោយឡែកពីគ្នានឹងធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលអ្នកបានសន្យាថាមិនប៉ះរាងកាយរបស់ខ្ញុំទេអ្នកណាថាការចែករំលែកបន្ទប់មានន័យថាដេកលើគ្រែតែមួយតើវាមិនល្អទេប្រសិនបើម្នាក់ក្នុងចំណោមពួកយើងដេកលើឥដ្ឋហើយម្នាក់ទៀតនៅលើគ្រែឲ្យអ្នកដេកលើឥដ្ឋវាមិនសមរម្យបន្តិចទេពិតណាស់ខ្ញុំកំពុងដេកលើគ្រែតើអ្នកកំពុងគិតអ្វីតើខ្ញុំជាមនុស្សប្រភេទដែលបំផ្លាញក្តីសុខផ្ទាល់ខ្លួនមែនទេអ្នកក្មេងល្ងងលោកភីអភិបាលក្រុងឆេងហៅបានអញ្ជើញអ្នកទៅពិធីជប់លៀងមួយប្រាប់គាត់ឲ្យរងចាំប្រពន្ធសម្លាញ់ខ្ញុំនឹងត្រឡប់មកវិញភ្លាមខ្ញុំពិតជាមិនទុកអ្នកចោលនៅយប់នេះទេហាហាតើអ្នកណាត្រូវការឲ្យអ្នកមកនៅជាមួយចូលនៅទីនេះហើយការពីស្ត្រីនោះក្នុងរយៈពេល 2-3 ថ្ងៃខាងមុខមែនហើយចៅហ្វាយអន្ទាក់មួយនេះអស្ចារ្យមែនខ្ញុំចង់ដឹងថាអ្នកកំពុងធ្វើអ្វីដែរលោកឆេងពួកគេបានមកដល់ហើយថ្ងៃនេះវត្តមានដ៏ថ្លៃថ្នូររបស់លោកក្រវៃក្មេងប៉ៃតុបតែងគេហដ្ឋានដ៏រតូចទាបរបស់ខ្ញុំពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមអង្គុយចុះនេះដោយសារតែបែបនេះមែនខ្ញុំនឹងមិនគូសំនៅក្នុងពិធីនោះទេលោកម្ចាស់វ័យក្មេងប៉ៃក្នុងនាមជាមេបញ្ជាការនៃទីក្រុងខាងលិចខ្ញុំមានកាតព្វកិច្ចការពារទឹកដីនិងប្រជាជនរបស់យើងជាអកុសលខ្ញុំមានធនធានគ្រប់គ្រាន់ប៉ុន្តែខ្វះសមត្ថភាពក្នុងការធ្វើដូច្នេះខ្ញុំអាចសុំឲ្យលោកក្រវៃក្មេងប៉ៃជួយតែប៉ុណ្ណោះខ្ញុំពិតជាខ្មាស់យិនណាស់នោះក៏ព្រោះតែខ្ញុំគ្មានសមត្ថភាពគ្រាន់តែជាចោរប្លន់ដ៏តូចតាចម្នាក់ប៉ុណ្ណោះលោកម្ចាស់ថ្មីចូលកាន់តំណែងហើយសម្រេចចិត្តកំណត់គោលដៅទៅលើ Q Yuanting នៃភ្នំ Phoenixលោកក្រវៃក្មេងភីមានស្មារតីល្អណាស់ខ្ញុំគិតថាដំណើរឡើងភ្នំនេះនឹងក្លាយជាការបង្ហាញដ៏អស្ចារ្យនៃជំនាញនិងអំណាចដូចជាខ្លាដែលត្រូវបានដោះលែងឬនាគដែលចេញពីសម្បុករបស់វាតើពេលណាទើបចៅហ្វាយនីវ័យក្មេងមានគម្រោងចាក់ចេញពីទីក្រុងដើម្បីបង្ក្រាបចោរប្លន់ហេតុអ្វីបានជាអ្នកប្រញាប់ប្រញាល់បង្ក្រាបចោរប្លន់ម្ល៉េះតើអ្នកកំពុងព្យាយាមប្រើពួកគេដើម្បីសម្លាប់ខ្ញុំមែនទេព្រឹកស្អែកខ្ញុំនឹងដឹកនាំក្រុមមួយឡើងលើភ្នំដើម្បីស្ដារសន្តិភាពនិងភាពស្ងប់ស្ងាត់ឡើងវិញសម្រាប់ប្រជាជនសូមឲ្យមេដឹកនាំចៅនេះជាយូអានធីងមិនឲ្យឃើញព្រះអាទិត្យរះនៅថ្ងៃខានស្អែកឡើយមែនហើយលោកក្រវៃក្មេងភីពិតជាបុរសដែលមានការគិតរហ័សនិងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់មែនយ៉ាងណាក៏ដោយចៅប្លន់មានចំនួនច្រើននិងមានអំណាចដូច្នេះដើម្បីធានាថាអ្វីដំណើរការទៅដោយរលូនវាជាការប្រសើរក្នុងការឲ្យមេបញ្ជាការយ៉ែងជួយចៅហ្វាយនីវ័យក្មេងមិនចាំបាច់ទេខ្ញុំជាអ្នកក្បាច់គុណដ៏ល្អឥតខ្ចោះទីហ៊ាន 2-3 នាក់គឺគ្រប់គ្រាន់ហើយនេះមិនអីទេបើដូច្នោះសូមអបអរសាទរដល់លោកភីឲ្យទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់លោកម្ចាស់ជេងថ្ងៃនឹងទេសភាពស្អាតណាស់តើយើងនឹងទុកឲ្យវាស្ងប់ស្ងាត់បែបនេះមែនទេកុំបារម្ភអីលោកគ្រូខ្ញុំបានរៀបចំរួចរាល់ហើយតែថាលោកម្ចាស់ជេងប្រពន្ធខ្ញុំកំពុងតែរងចាំខ្ញុំដូច្នេះខ្ញុំនឹងសូមលាចេញមុន
លោកក្រវៃក្មេងប៉ៃសូមថែរក្សាខ្លួនផងតើអាម្នាក់នេះយល់ពីបំណងយើងទេដឹងប៉ុន្តែគេនេះមិនឲ្យខ្ញុំតាមគាត់ទេដូច្នេះតើខ្ញុំត្រូវសម្លាប់គាត់ដោយរបៀបណាគ្មានបញ្ហាទេអ្នកគួរតែយកកម្លាំងមួយក្រុមធំភ្លាមហើយទៅកាន់ភ្នំ Phoenix ដើម្បីរក Yuan King នៅយប់នេះត្រូវប្រាកដថាអ្នកពន្យល់គាត់ឲ្យបានច្បាស់លាស់បាទកំពុងស្វែងរក Yuan King មែនទេចៃដន្យមែនខ្ញុំនឹងហើយតើវាជាអ្នកណាអូយចៅហ្វាយទី2ហេតុអ្វីបានជាអ្នកខឹងខ្លាំងម្លេះនៅពាក់កណ្ដាលអាធ្រាត្រតើអ្នកណាធ្វើឲ្យអ្នកខឹងអាហារនេះមិនមែនជាបងធំទេហេតុអ្វីបានជាអ្នកមិននៅក្នុងយប់រៀបការរបស់អ្នកជាមួយប្រពន្ធថ្មីរបស់អ្នកតើអ្នកកំពុងធ្វើអ្វីនៅលើភ្នំវិញមិនមានអ្វីខុសទេបងប្រុសឲ្យអ្នកពិតជាឆ្លាតណាស់រក្សាភាពស្ងប់ស្ងាត់យកសម្លៀកបំពាក់និងម៉ាស់មកឲ្យខ្ញុំរួចទៅចៅហ្វាយមានអ្នកណាម្នាក់មកពីទីក្រុងខាងលិចកំពុងស្នើសុំជួបជាមួយចាងស៊ីយ៉ុងមេតបសេះនៃទីក្រុងខាងលិចស្វាគមន៍មេដឹកនាំលោកយ៉េងតើអ្នកចង់ចាប់ខ្ញុំតែម្នាក់ប្រហែលជាលោកមិនគ្រប់គ្រាន់ទេដឹងលោកចៅហ្វាយលោកយល់ច្រឡំហើយខ្ញុំមកទីនេះតាមបញ្ជារបស់ចៅហ្វាយក្រុងដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងអាជីវកម្មជាមួយអ្នកនេះជាមេបញ្ជាការរងនៃភ្នំ Phoenix របស់ខ្ញុំសូមកុំស្ទាក់ស្ទើរក្នុងការនិយាយអ្វីទាំងអស់មន្ត្រីតូចតាចម្នាក់ឈ្មោះប៉ៃសៅឈៀងបានមកដល់រាជធានីហើយគាត់នឹងឡើងភ្នំនៅថ្ងៃស្អែកដើម្បីបង្ក្រាបចោលប្លន់ចៅហ្វាយក្រុងចង់ឲ្យគាត់ស្លាប់នៅលើភ្នំ Phoenix តើមន្ត្រីតូចតាចម្នាក់អាចមានតម្លៃច្រើនយ៉ាងនេះដោយរបៀបណាមេបញ្ជាការរងមិនដឹងថាបុរសម្នាក់នេះបានធ្វើឲ្យអិសរាជជនមានអំណាចនៅក្នុងរដ្ឋធានីអាអន់ចិត្តហើយមាននរណាម្នាក់កំពុងផ្ដល់ប្រាក់ដើម្បីសម្លាប់គាត់ពិតជាអ្នកមនាងវ៉ាន់ដែលបានរៀបចំរឿងនេះនៅពីក្រោយឆាកគ្មានអ្វីចម្លែកទេដែលពួកគេហ៊ានធ្វើបាបកូនប្រុសរបស់ Marquis Zenyu តើអ្នកមានគម្រោងចាត់វិធានការយ៉ាងដូចម្តេចខ្ញុំពិតជាកោតសរសើរណាស់ប្រសិនបើចៅហ្វាយអាចបញ្ជូនមនុស្សរបស់គាត់ទៅវីឆ្មក់ P Shell ជាងនៅថ្ងៃស្អែកខ្ញុំនឹងនាំមនុស្សមួយចំនួនមកលីឡំជាមួយពួកគេដោយរងចាំពេលវេលាត្រឹមត្រូវដើម្បីវាយប្រហារប៉ៃសៅឈៀងគឺជាកូនប្រុសរបស់ Marquis Snai Fengyu អ្វីនឹងតើចៅហ្វាយខ្លាចទទួលយកឬទេខ្ញុំចង់មានន័យថាវាត្រូវចំណាយបន្ថែម1របស់មកដល់ហើយលោកចៅហ្វាយកុំភ្លេចកិច្ចព្រមព្រៀងរបស់យើងអីវាហាក់ដូចជាព្រះមហេសីអធិរាជមានគំនុំនៅយប់នោះហើយបានផ្ញើបញ្ជាទៅចៅហ្វាយក្រុងនិងមេតបអ្នកទាំងពីរនាក់នេះបន្ទាប់មកបានគ្រោងនឹងសហការជាមួយភ្នំ Phoenix ដើម្បីប្រឌិតការស្លាប់របស់ P Shell ចេញក្នុងអំឡុងពេលបង្ក្រាបចោរប្លន់ពួកគេមិនត្រឹមតែរត់គេចខ្លួនដោយមិនរងរបួសប៉ុណ្ណោះទេថែមទាំងអាចបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំទៀតផងយុទ្ធសាស្ត្រដ៏ឆ្លាតវៃមែនមន្ត្រីទាំងនេះពិតជាមានល្បិចកលណាស់ខ្ញុំនឹងទៅសម្លាប់ពួកគេឥឡូវនេះកុំប្រញាប់ប្រញាល់ពេកខ្ញុំមានគំនិតល្អជាងនេះថ្ងៃស្អែកអ្នកអាចឲ្យបងប្អូនរបស់យើងពាក់ផ្កាពណ៌ក្រហមតូចមួយលើក្បាលរបស់ពួកគេវាពិតជាល្បិចដ៏អស្ចារ្យមួយដើម្បីផ្លាស់ប្ដូរស្ថានភាពរបស់ពួកគេតាមរបៀបនេះវិធីសាស្ត្រនៃការយកទឹកផ្លែប៉េះមកជាមួយអំណោយឥឡូវនេះគឺល្អឥតខ្ចោះបងប្រុសធំអ្នកឆ្លាតណាស់តើនេះពិតជាអ្នកមែនទេជាការពិតណាស់ដោយសារពួកគេចង់មានទំនាក់ទំនងជាមួយនរណាម្នាក់ខ្ញុំនឹងផ្ដល់ឲ្យពួកគេ